ក្នុងនាមអ្នកគ្រូជាប្រចាំ data ហើយអ្វីអ្នកគ្រូយក spray មកលក់ទាំងដែលវាពិបាកធ្វើខ្លាំងកាលពីបើនិយាយឲ្យស្រួលស្ដាប់ទៅកាលពី4ឆ្នាំមុនបងបើក clinic តោះមកបងយក spray ផ្សេងយកមកលក់អីប៉ុន្តែបន្ទាប់ពីបងទទួលបាន data ពីអ្នកជំងឺរបស់បងប្រើតែអត់សូវដោះទេហើយវាមានផលរំខានច្រើនជាពិសេសគឺពេលដែលប្រើដំបូងហ្នឹងគឺវាជ្រុះសក់យើងសិនបន្ទាប់មកបានវាដោះអាកូនសក់ថ្មីដែលមានសុខភាពល្អអញ្ចឹងបន្ទាប់មកបងទៅសិង្ហបុរីបងមើលឃើញថាអាសារធាតុផ្សំទាំង3ប្រភេទដែលមាននៅក្នុង OS spray ហ្នឹងវាល្អវាប្រើទៅគឺវាដោះហ្មងវាអត់ចាំបាច់ទៅធ្វើឲ្យសក់របស់អ្នកទាំងអស់គ្នាឈូសយេបងទទួលស្គាល់ថាវាពិបាកបន្តិចមែនពិបាកធ្វើមែនពិបាកស្នើសុំច្បាប់គេរត់ឯកសារច្រើនប៉ុន្តែបងមើលឃើញថាវានឹងផ្ដល់ផលប្រយោជន៍ទៅដល់ជីនស៊ីជាច្រើននៅក្នុងប្រទេសកម្ពុជាព្រោះប្រទេសកម្ពុជាយើងឥឡូវនេះជ្រុះសក់ច្រើនខ្លាំងមែនតើហើយបងមើលឃើញថា3ឆ្នាំទៀតនឹងជ្រុះកាន់តែខ្លាំងជាងនឹងទៀតដោយសារទី1ប្រទេសយើងក្តៅទី2យើងចូលចិត្តញ៉ាំគ្រឿងកំប៉ុងដែលមានជាតិផ្អែមខ្លាំងទី3អាហារកំប៉ុងដូចជាប្រហិតដូចជា hot dog ដូចជាអីដែលយើងធ្វើឲ្យស្រាប់ហ្នឹងយើងចូលចិត្តញ៉ាំអញ្ចឹងការជ្រុះសក់នឹងកើនឡើងខ្លាំងជាងនឹងទៀតអញ្ចឹង OS spray វាជាចំនួនមួយដែលទប់កុំឲ្យអ្នកទាំងអស់គ្នាជ្រុះសក់ទៅក្នុងថ្ងៃអនាគតអញ្ចឹងបងសង្ឃឹមថា OS spray នឹងវានឹងជួយបញ្ហាសក់របស់អ្នកទាំងអស់គ្នាឲ្យបានហើយជួយកុំឲ្យអ្នកទាំងអស់គ្នាជ្រុះសក់